តោះថ្ងៃនាំអារម្មណ៍បងប្អូនអស់គ្នាមកស្ដាប់រឿង entry ម្ដងរឿងបែប motivation រឿងសត្វ entry I am an eagle កាលពីព្រៃនាយហ្នឹងគឺមានខ្យល់ដ៏ធំមួយបានបក់បោកយ៉ាងខ្លាំងហើយក៏ទៅប៉ះនឹងដើមឈើមួយដើមដ៏ធំហើយនៅលើដើមឈើហ្នឹងគឺមានសម្បុកអន្ត្រីហើយក៏បានធ្លាក់ពងអន្ត្រីហ្នឹងមួយរមៀលចុះមកក្រោមហើយក៏បានចូលទៅក្នុងសម្បុកនៃមាន់ក្នុងខណៈពេលនោះដែរគឺមេមាន់ហ្នឹងបានទៅរកចំណីបាត់ហើយបន្ទាប់ពីមេមាន់បានត្រឡប់មកពីរចំណីវិញក៏បានទៅក្រាបនៅលើពងរបស់ខ្លួនហ្នឹងជាធម្មតាហើយមេមាន់ហ្នឹងមិនបានកត់ចំណាំដឹងថានៅក្នុងចំណោមពងរបស់ខ្លួនហ្នឹងគឺមានពងអន្ត្រីមួយនោះទេហើយខណៈពេលនោះក៏ស្រាប់តែជាថ្ងៃដែលពងមាន់ហ្នឹងត្រូវញាស់ហើយពងអន្ត្រីហ្នឹងក៏ញាស់ថ្ងៃហ្នឹងជាមួយគ្នាដែរហើយកូនមាន់ហ្នឹងគឺញាស់បាន7ក្បាលហើយនឹងកូនអន្ត្រី1ក្បាលហើយបាន8ក្បាលមេមាន់ឃើញថាមានកូនអន្ត្រីហ្នឹងគឺថាដូចរៀងប្លែកខុសពីកូនមាន់ដទៃប៉ុន្តែមេមាន់ហ្នឹងក៏គិតថាជាកូនមាន់ទាំងអស់អញ្ចឹងទៅហើយមេមាន់ហ្នឹងក៏បានចិញ្ចឹមពួកគេហើយក៏បានបង្ហាត់បង្រៀននៅជំនាញផ្សេងតែខ្លួនចេះហ្នឹងគឺមានបង្ហាត់ក្បាច់គុណការពីខ្លួនការរកចំណីផ្សេងហ្នឹងទៅដល់ពពួកមាន់ទាំងអស់នោះដល់កូនមាន់របស់ខ្លួនហើយព្រមទាំងកូនអន្ត្រីមួយហ្នឹងហើយសត្វអន្ត្រីហ្នឹងក៏បានពរៀនចេះជាច្រើនដោយមេមាន់ហ្នឹងបានធ្វើជាឧទាហរណ៍ផ្សេងបង្ហាត់ទៅដល់កូនអន្ត្រីក៏ដូចជាមាន់ទាំង7ក្បាលហ្នឹងហើយក៏បានរៀនចេះអាចរកចំណីចិញ្ចឹមជីវិតរស់រានចិញ្ចឹមជីវិតដោយខ្លួនឯងបានហើយនៅថ្ងៃមួយហ្នឹងស្រាប់តែមានកសិករម្នាក់ហ្នឹងបានឃើញកូនអន្ត្រីនៅក្នុងចំណោមសត្វមាន់ហើយកសិករហ្នឹងក៏បាននិយាយថាហេតុអ្វីបាននិយាយទៅកាន់កូនអន្ត្រីថាហេតុអ្វីបានជាអ្នកមានឥរិយាបថដូចជាសត្វមាន់កូនអន្ត្រីហ្នឹងក៏បានឆ្លើយតបថាខ្ញុំគឺជាមាន់ដូចនេះហើយខ្ញុំមានឥរិយាបថក្នុងការរស់នៅហ្នឹងដូចជាមាន់ហ្នឹងហើយកសិករហ្នឹងបន្តទៀតថាអ្នកឯងមិនមែនជាមាន់ទេអ្នកឯងគឺជាអន្ត្រីមួយក្បាលហើយកូនអន្ត្រីហ្នឹងក៏បាននិយាយថាទេខ្ញុំគឺជាមាន់អ្នកឯងជឿណែម្ដាយរបស់ខ្ញុំហើយនេះគឺជាបងប្អូនប្រុសស្រីរបស់ខ្ញុំកសិករហ្នឹងសើចហើយនិយាយទៅកាន់កូនអន្ត្រីថាអ្នកឯងពិតជាស្គួតមែនអ្នកឯងគឺជាអន្ត្រីមួយក្បាលប៉ុន្តែអ្នកឯងមានឥរិយាបថហ្នឹងដូចជាសត្វមាន់ទៅវិញអន្ត្រីហ្នឹងហើយគាត់ប្រាប់ថាអន្ត្រីគឺជាស្ដេចនៅក្នុងចំណោមបក្សីទាំងឡាយហើយពួកគេហ្នឹងអាចពួកគេមានសេរីភាពមានអំណាចពួកគេអាចទៅណាទៅចង់ទៅកន្លែងណាដែលពួកគេចង់ទៅហើយពួកគេចង់ញ៉ាំអ្វីដែលពួកគេចង់ញ៉ាំហើយពួកគេហ្នឹងគឺរស់នៅលើទីខ្ពស់លើទីខ្ពស់ជាពិសេសដើមឈើធំខ្ពស់ហើយអញ្ចឹងទៅអ្នកឯងមិនមែនជាមាន់ទេអ្នកឯងគឺជាសត្វអន្ត្រីសត្វអន្ត្រីឆ្លើយថាខ្ញុំគឺជាមាន់កុំកុហកខ្ញុំឬក៏យកខ្ញុំនឹងឲ្យចេញយកខ្ញុំចេញឆ្ងាយអំពីជីវិតរបស់ខ្ញុំកុំឲ្យខ្លួនហ្នឹងចេញពីជីវិតរបស់ខ្លួនហ្នឹងខ្ញុំមិនមែនជាអន្ត្រីទេហើយអន្ត្រីថាខ្ញុំមិនអាចហោះហើយខ្ញុំហ្នឹងញ៉ាំដូចជាមាន់ញ៉ាំចំណីដូចជាមាន់ហើយក៏បានកើតនៅក្នុងចំណោមមាន់ដូច្នេះខ្ញុំគឺជាមាន់ហ្នឹងហើយសត្វអន្ត្រីហ្នឹង
ថាมันបានទទួលស្គាល់នៅពាក្យបញ្យលឬក៏ពាក្យរៃរាប់របស់កសិករទេនៅពេលដែលកសិករដឹងថាឥន្ទ្រីមិនអាចយល់ហើយអំពីអ្វីខ្លួនឯងបញ្យលហើយសង្ឃឹមថាហើយគាត់សង្ឃឹមថាគាត់នឹងមកម្ដងទៀតព្រោះគាត់ទៅផ្ទះហើយដូចគិតអស់ពី3យប់ចឹងទៅហើយក៏មកម្ដងទៀតទៅជួបនឹងសត្វឥន្ទ្រីហ្នឹងហើយមួយគណៈទៅមួយគណៈហ្នឹងគឺគាត់ក៏បានបង្រៀនសត្វឥន្ទ្រីជាដំបូងហ្នឹងគាត់និយាយថាកលែកទៅមើលដងខ្លួនទំហំខ្លួនរបស់អ្នកហ្នឹងតើវាដូចជាសត្វមាន់ទេនៅពេលដែលសត្វឥន្ទ្រីហ្នឹងព្យាយាមប្រៀបធៀបខ្លួនរបស់គេទៅនឹងមាន់ហើយគាត់និយាយថាទេទៅគាត់ថាកលែកទៅមើលសាយកលែកទៅមើលទំហំនៃស្លាបរបស់អ្នកហើយបើកស្លាបអ្នកបើកស្លាបមើលហើយម្ដងទៀតសត្វឥន្ទ្រីហ្នឹងម្ដងទៀតហ្នឹងក៏បានឃើញថាពិតជាខុសប្លែកពីមាន់មែនពិតជាខុសប្លែកមួយជំហានម្ដងមួយកសិករហ្នឹងក៏បានបង្ហាញសត្វឥន្ទ្រីអំពីរូបរាងដ៏ខុសប្លែករវាងសត្វឥន្ទ្រីហើយនិងមាន់ហើយសត្វឥន្ទ្រីហ្នឹងក៏ចាប់ផ្ដើមដឹងថាគេហ្នឹងមិនមែនជាមាន់ទេបន្ទាប់មកកសិករហ្នឹងក៏បានបង្រៀនឥន្ទ្រីហ្នឹងរៀនហោះហ្នឹងពីទីទាបល្មមរួចមកក៏បងឲ្យហោះពីដូចជាលបងពីលើលបងចុះមកដីហើយក៏ឲ្យហោះបន្តិចម្ដងរហូតទៅដល់សត្វឥន្ទ្រីហ្នឹងគឺអាចហោះបានហោះទៅលើមេឃបានបន្ទាប់មកក៏និយាយថានេះគឺជាពេលវេលារបស់អ្នកសម្រាប់រៀនអំពីវាគឺរៀនដើម្បីខ្លាយទៅជាឥន្ទ្រីដែលពិតប្រាកដទៅតមកហ្នឹងគឺសត្វឥន្ទ្រីហ្នឹងក៏បានហោះទៅលើចាប់ផ្ដើមហោះទៅលើទៅក្នុងចំណោមសត្វឥន្ទ្រីដទៃទៀតខណៈពេលដែលសត្វឥន្ទ្រីហ្នឹងលែកមើលមកក្រោមហើយក៏ដឹងថាខ្លួនវាជាឥន្ទ្រីហើយនេះគឺជាអនាគតរបស់ខ្លួនហើយខ្លួនពិតជាអាត្មានិយមណាស់ដែលมันបានរកឃើញខ្លួនឯងថាគឺជាសត្វឥន្ទ្រីគឺជាសត្វដ៏អស្ចារ្យនៅក្នុងចំណោមបក្សីទាំងឡាយហើយសត្វឥន្ទ្រីហ្នឹងក៏បានអរគុណដល់កសិករដែលបានឲ្យខ្លួនឯងអាចរកឃើញថាខ្លួនឯងគឺជាសត្វឥន្ទ្រីដែលជាសត្វនៅក្នុងចំណោមបក្សីពេលដែលសត្វឥន្ទ្រីហោះទៅដល់លើមេឃហើយសត្វឥន្ទ្រីក៏បាននិយាយថាខ្ញុំគឺជាឥន្ទ្រី I am an eagle I am the best among birds ថាសត្វឥន្ទ្រីគឺជាសត្វអស្ចារ្យក្នុងចំណោមសត្វទាំងឡាយអញ្ចឹងទៅហើយសត្វឥន្ទ្រីហ្នឹងក៏បាននិយាយពាក្យចុងក្រោយថាអរគុណទៅដល់កសិករដ៏វៃឆ្លាតដែលបានបង្ហាញខ្ញុំអំពីរដ្ឋអំណាចរបស់ខ្ញុំក៏ដូចជាបង្ហាញថាខ្ញុំគឺជាអ្នកណាអញ្ចឹងនៅក្នុងរឿងនេះគឺចង់បញ្ជាក់ទៅដល់យើងគ្រប់គ្នាថាពួកយើងទាំងអស់គ្នាគឺសិតតែមាន power ហើយយើងមានអ្វីដែលជាពិសេសរបស់ខ្លួនឯងហើយដូចនេះហើយយើងព្យាយាមរកអ្វីដែលជាយើងនៅក្នុងខ្លួនរបស់យើងហើយយើងក៏ព្យាយាមធ្វើតាមអ្នកដទៃដែលមិនមែនជារបស់យើងទោះបីជាយើងធ្វើដូចក៏ដោយពេលខ្លះថ្ងៃណាមួយយើងនឹងបាក់ទឹកចិត្តយើងនឹងលែងសប្បាយចិត្តក្នុងការធ្វើវាប៉ុន្តែបើយើងធ្វើអ្វីដែលជាយើងគឺយើងនឹងសប្បាយចិត្តហើយបន្តធ្វើវារហូតទៅដល់ជីវិតយើងជោគជ័យអញ្ចឹងទៅអញ្ចឹងរឿងហ្នឹងក៏សន្មតទៅចប់តែប៉ុណ្ណេះឯងអីវ៉ាំងអញ្ចឹងសូមអភ័យទោសផងបើសិនជាមានការនិយាយទៅខុសឆ្គងត្រង់ចំណុចណាមួយនោះដោយសារតែការមើលនេះការនិយាយនេះគឺមើលជាភាសាអង់គ្លេសហើយក៏ប្រែទៅជាខ្មែរអញ្ចឹងច្រឡំបន្ទាត់ហើយទីទួអញ្ចឹងទៅហើយក៏សូមអភ័យទោសសូមអរគុណនិងជម្រាបលាហើយសូមបញ្ជាក់ម្ដងទៀតគឺអត្ថបទនេះគឺដកស្រង់ចេញពីសៀវភៅដែលអាត្មាធ្លាប់រៀនហ្នឹងគឺ LCDI Leadership Character Development Institute ដែលធ្លាប់រៀននៅឯរំលងអញ្ចឹងទៅបើ
បានស្ដាប់រឿងនេះហើយឬក៏ម្ចាស់សាលាបានស្ដាប់ហើយសូមមេត្តាខន្តីអភ័យទោសផងបើមានកំហុសឆ្គងណាឬក៏អាច comment ខាងក្រោមដើម្បីកែសម្រួលឬក៏លុបវីដេអូនេះចេញអរគុណច្រើន